សួស្តីបងប្អូនទាំងអស់គ្នាជាទីរាប់អានថ្ងៃនេះមានការចែករំលែកជាចំណេះដឹងមួយទាក់ទងទៅនឹងសុវត្ថិភាពរាងកាយរបស់យើងតាមរយៈការហែលទឹកការហែលទឹកមានអត្ថប្រយោជន៍ច្រើនមែនទែនចំពោះអ្នកដែលមានបញ្ហាស្រាប់គឺគាត់អាចនឹងដឹងភ្លាមតែម្ដងតែបើអ្នកមិនមានបញ្ហាទេវាហាក់បីដូចជាមិនសូវជាចាប់អារម្មណ៍ថាហែលទឹកនឹងយ៉ាងម៉េចទេគាត់ថាដឹងថាស្រួលខ្លួនអីបន្តិចបន្តួចអីចឹងទៅប៉ុន្តែបើអ្នកដែលមានបញ្ហារាងកាយស្រាប់ណាជាពិសេសលោកអ្នកដែលមានបញ្ហាសន្លាក់ឬក៏លៀនឌីសអីជាដើមហ្នឹងពេលដែលគាត់មកហែលទឹកគាត់នឹងបានដឹងជាក់ស្ដែងថាវាអស្ចារ្យមែនតើសម្រាប់រាងកាយរបស់គាត់ណាចន្លោះពេលប្រហែលជា 4-5 ដងអីយើងនឹងដឹងលទ្ធផលហើយជាក់ស្ដែងតាមរយៈអ្នកដែលអញ្ជើញមករៀនហែលទឹកជាមួយខ្ញុំហើយពួកគាត់បានដល់បទពិសោធន៍របស់គាត់ឲ្យយើងចែករំលែកយើងហើយក៏ជាលទ្ធផលមួយដែលគាត់រៀនជាមួយយើងទៅគាត់ប្រាប់យើងជាក់ស្ដែងតែម្ដងបងប្អូនដែលគាត់មានបញ្ហាលៀនឌីសអ្នកខ្លះគាត់មានការលៀនឌីសហ្នឹងវាកម្មរបស់គេ1កម្ម2កម្ម3កម្មអីចឹងទៅអ្នកខ្លះ1កម្មកន្លះ2កម្មកន្លះ3កម្មអីជាងចឹងទៅហើយអាការៈនៃជំងឺនោះវាផ្សេងគ្នាអ្នកខ្លះទៅក៏រួយចង្កេះអ្នកខ្លះទៅក៏ស្ពឹកសពុនអីផ្សេងក៏បានដើរកោងខ្នងកោងអីចឹងទៅហើយពេលដែលគាត់មកហែលទឹកគាត់ពិបាកដំបូងហ្នឹងគឺចលនាគាត់ពិបាកទី1គឺនៅពេលដែលយើងហែលទឹកយើងត្រូវការងើបក្បាលដើម្បីយកដង្ហើមនៅពេលដែលយើង practice នៅពេលដែលយើងអនុវត្តការហែលទឹកដំបូងហ្នឹងគឺមានយើងកាន់ឧបករណ៍ហើយយើងត្រូវការឱនក្បាលចុះហើយនឹងងើបក្បាលឡើងដើម្បីយើងដកដង្ហើមចូលអញ្ចឹងនៅពេលដែលយើងងើបក្បាលយើងអញ្ចឹងនៅពេលដែលយើងងើយចេះងើយឡើងចេះហ្នឹងគឺអាតស័យពួរធំពីខាងក្រោយខ្នងយើងហ្នឹងវាតាក់ទងនឹងទៅមួយចង្កេះដល់អញ្ចឹងវាឡើងវាពិបាកពេលដែលឡើងទៅពិបាកគាត់ត្រូវប្រើស្មាដើម្បីជួយអញ្ចឹងដំបូងហ្នឹងអ្នកមករៀនហ្នឹងគឺត្រូវតែប្រើស្មាជួយតែម្ដងដោយសារអីដោយសារតែត្រង់ខ្លួនឯងជាមួយនឹងទឹកហ្នឹងអត់ទាន់ប្រឡែងអស់ហើយអញ្ចឹងនៅទប់ខ្លួនណាដល់ទប់ខ្លួនទៅនៅពេលដែលយើងឡើងងើបយកដង្ហើមហ្នឹងគឺយើងផឹងស្មាយើងឡើងចឹងផឹងចឹងឡើងផឹងចឹងមិនឡើងរួចតែដល់ពេលយើងវឹកហាត់មួយរយៈទៅយើងអត់ត្រូវការប្រើស្មាទេយើងប្រើតែកចឹងអោននឹងងើបយកឡើងចឹងអ្នកដែលមានបញ្ហាចង្កេះហ្នឹងគឺគាត់ពិបាកកន្លែងហ្នឹងចឹងពេលដែលពិបាកយើងមើលជាក់ស្ដែងថាតើគាត់យើងត្រូវផ្ដល់បច្ចេកទេសបែបម៉េចដើម្បីសម្រួលគាត់ធ្វើបានចឹងយើងមានវិធីសាស្ត្រផ្សេងទៀតដើម្បីឲ្យគាត់រៀនអាហ្នឹងហើយព្យាយាមតាមដែលគាត់អាចធ្វើបានចឹងមួយរយៈក្រោយមកនេះក៏បានលទ្ធផលល្អមានប្អូនប្រុសម្នាក់គាត់លៀនឌីសហ្នឹង2កម្មកន្លះហើយគាត់ថ្មីនេះគាត់ទៅបានទៅពិនិត្យក្រោយពីគាត់ហែលទឹកម្រយៈសភាពនៃឆ្អឹងកន្លែងចង្កេះហ្នឹងវាប្រែប្រួលពីមុនណាពីមុនហ្នឹងវារៀងជាប់គ្នាដល់ពេលវាជាប់គ្នាអញ្ចឹងវាពិបាកវារៀងគៀកណាបាទដល់ឥឡូវវារៀងថយវិញដោយសារចលនាហែលទឹកហ្នឹងហើយសភាពរាងកាយរបស់គាត់ក៏ខុសគ្នាពីមុនដែរពីមុនហ្នឹងគាត់មកយើងឃើញគាត់ដើរទៅរៀងកោងខ្នងគាត់រៀងកោងរៀងដូចថារៀងដើរទៅស្ងោកអញ្ចឹងណាអញ្ចឹងឥឡូវគាត់មានសភាពហ្នឹងវាប្រែប្រួលច្រើនហើយគាត់សប្បាយចិត្តហើយគាត់ប្រាប់ខ្ញុំហើយខ្ញុំក៏សប្បាយចិត្តចំពោះគាត់ដែរខ្ញុំថាបើអូនឯងដឹងរឿងហ្នឹងតាំងពីមុនមកហើយមកហែលទឹកវាចំណេញច្រើនណាព្រោះអីការព្យាបាលជំងឺនេះវាចំណាយថវិកាច្រើនពេលវេលាហើយយើងខាតពេលរកស៊ីអីហួសហេតុអញ្ចឹងទៅហើយបើយើងហែលទឹកមួយរយៈខ្លីទៅក៏យើងចេះហើយជាប់ហើយហ្នឹងហើយយើងចេះហើយយើងជាប់ចេះរហូតហើយយើងអាចភ្លេចទេតែចេះហើយហែលទឹកនេះគឺជាមេរៀនគេហៅថាបំណិនជីវិតសម្រាប់យើងគ្រប់គ្នាហើយមានប្អូនស្រីម្នាក់ទៀតគាត់មានបញ្ហាសន្លាក់
ចឹងកន្លែងស្លាកទាំងអស់ហ្នឹងគឺមានស្លាកដៃមានសង្គមអីហ្នឹងវាពិបាកនឹងទ្រខ្លួនយើងសូម្បីតែយើងឈរហ្នឹងក៏យើងឈរដោយពិបាកដែរដល់តែមានអីកាន់មានអីតោងបានយើងឈរទៅរៀងសុបបើឈរទៅទេខ្លួនហ្នឹងអត់សូវបានយូរទេអាហ្នឹងស្លាកហ្នឹងអាហ្នឹងខ្ញុំធ្លាប់ដឹងមកអញ្ចឹងណាចឹងនៅពេលដែលហែលទឹកមួយរយៈទៅពីមុនមកហ្នឹងគាត់ឡើងចដើឡើងអីហ្នឹងគឺត្រូវតែកាន់ប្រកាន់ដៃមកឡើងទៅរួចឈរយូរអីទៅថានៅធ្វើការក្នុង office អីហ្នឹងគាត់ត្រូវការ copy ឯកសាររាប់រយសន្លឹកអីចឹងទៅគាត់ត្រូវការរងចាំអញ្ចឹងការដែលរងចាំហ្នឹងមិនអាចឈរខ្លួនទៅទេត្រូវតែកាន់តុកកាន់កៅអីច្រាត់ដើម្បីទប់ខ្លួនឯងចឹងអាការៈទាំងអស់ហ្នឹងគឺពេលដែលយើងហែលទឹកមួយរយៈទៅវាភ្លេចខ្លួនឯងទៅភ្លេចខ្លួនឯងទៅក៏ភ្លេចចឹងទៅភ្លេចថាមិនដឹងថាខ្លួនឯងនឹងស្រួលពីពេលណាមកហើយបានតែឃើញរឿងហែលទឹកហ្នឹងចឹងទាំងអស់នេះសិតតែជាលទ្ធផលដែលខ្ញុំទទួលបានពីអ្នកដែលអញ្ជើញមករៀនហែលទឹកជាមួយខ្ញុំហើយក៏មានហោហែច្រើនទៀតមានអ្នកខ្លះទៅក៏ដល់ថ្នាក់ពាក់ខ្សែក្រវ៉ាត់ខ្សែក្រវ៉ាត់ចកេះហ្នឹងណាព្រោះអីបើយើងអត់ពាក់ខ្សែក្រវ៉ាត់ចកេះវាពិបាកដើរក៏ពិបាកអីក៏ពិបាកអោនងើបអីក៏ពិបាកដែរអញ្ចឹងត្រូវថ្នមខ្លួនមែនតើត្រូវតែពាក់ចកេះហ្នឹងបើមិនពាក់ទេអត់បានទេអញ្ចឹងទាំងអស់ហ្នឹងក៏ធ្វើឲ្យគាត់ប្រសើរឡើងដោះខ្សែក្រវ៉ាត់ចកេះហើយគាត់អាចលើករបស់របរបានខ្លះគាត់បើជាងមុនដែលធ្វើអីមិនបានសោះចឹងអ្នកដែលមានបញ្ហាទាំងអស់ហ្នឹងគាត់ព្យាយាមច្រើនជាងអ្នកដែលមិនសូវមានបញ្ហាឬក៏អ្នកអត់បញ្ហាអ្នកដែលអត់បញ្ហាគាត់រៀនហើយក៏ហើយទៅគាត់មិនបានសូវមានពេលអនុវត្តអីទេប៉ុន្តែអ្នកដែលគាត់មានបញ្ហាជំងឺប្រចាំកាយបែបនេះគាត់ព្យាយាមណាស់យូរទៅក៏ធ្លាប់ឃើញគ្នាម្ដងម្កាលដែរអញ្ចឹងទៅក៏គាត់នៅតែបន្តមកហែលទឹកក្នុងមួយសប្តាហ៍អាច2 ដង 3 ដងឬក៏ម្ដងម្កាលអីចឹងទៅតាមពេលវេលាជាក់ស្ដែងដែលពួកគាត់មានអញ្ចឹងធ្វើឲ្យគាត់ចំណេញពេលវេលាហើយក៏អាចសន្សំថវិកាបានច្រើនដែរកាត់បន្ថយការព្យាបាលណាបាទហ្នឹងជាសេចក្តីជូនដំណឹងដល់បងប្អូនទាំងអស់ដែលលោកមានបញ្ហាសុខភាពទាក់ទងនឹងចង្កេះចង្គង់លំតាគៀកងាកទៅពិបាកហាក់ស្ដោះក៏វាយ៉ាប់ដែរណាវាឈឺទាំងអស់វាតាក់ទងទៅសៃណាអញ្ចឹងអញ្ជើញទៅហែលទឹកបងប្អូនហែលទឹកហ្នឹងមានអត្ថប្រយោជន៍ច្រើនមែនទែនចំពោះរាងកាយសុខភាពយើងហើយជាពិសេសទៀតគឺវារក្សាបាននៅស្ថិរភាពនៃអាយុជីវិតហ្នឹងយូរអង្វែងហ្នឹងជាពរជ័យមួយដែលកើតមានពីខ្លួនឯងដែលយើងមិនចាំបាច់ត្រូវការអ្នកណាមកឲ្យពរឲ្យជ័យយើងទេបាទអាហ្នឹងដូចថាយើងកុំចាំតែព្រេងសំណាងមកដើម្បីឲ្យយើងស្រួលខ្លួនដើម្បីឲ្យយើងមានដើម្បីឲ្យយើងបានដើម្បីឲ្យយើងល្អអត់ទេព្រេងសំណាងមិនស្មើនឹងសមត្ថភាពទេបងប្អូនបើបងប្អូនមានសមត្ថភាពស្អីក៏បងប្អូនអាចធ្វើបានដែរបងប្អូននឹងឈ្នះនៅជោគជតារាសីរបស់ខ្លួនឯងនៅពេលណាដែលបងប្អូនមានសមត្ថភាពគ្រប់គ្រាន់ចាសមត្ថភាពគ្រប់គ្រាន់នេះវាអាចដេញចោលឬក៏បណ្ដេញចេញនៅភាពភ័យខ្លាចហ្នឹងគឺវានឹងរត់ចេញឯងហ្មងនៅពេលណាដែលយើងមានសមត្ថភាពអញ្ចឹងថាមកគោលនៃសមត្ថភាពហ្នឹងវាខ្លាំងណាស់វាគ្រប់គ្រងលើអ្វីបានអស់ដែលហៅថាកតាបុគ្គលអញ្ចឹងកតាបុគ្គលហ្នឹងគឺខ្លួនឯងហ្នឹងជាបុគ្គលដែលមានខ្លួនជាទីពឹងហ្នឹងគឺថាយើងអាចធ្វើអ្វីបានឲ្យតែយើងចង់ធ្វើហើយយើងរៀនពីអានោះទៅយើងធ្វើបានណាបាទមានរឿងច្រើនណាស់ដែលខ្ញុំជួយដោះស្រាយបងប្អូនដែលមានបញ្ហាហែលទឹកអ្នកខ្លះគាត់មក3 ដងគាត់មិនអាចប្រើខ្យល់ដង្ហើមបានគាត់ពិបាកគាត់ថាគាត់មិនដឹងថាគិតយ៉ាងម៉េចស្ដាប់លោកគ្រូយល់ហើយប៉ុន្តែពេលដែលដាក់ក្បាលចុះទឹកទៅវាពិបាកអញ្ចឹងនៅពេលនោះខ្ញុំប្រើពិធីសាស្ត្រមួយគេហៅថាសមាធិជាផ្នែកមួយនៃការសង្កត់នៅអារម្មណ៍របស់យើងតាមរយៈនៃការស្មឹងស្មាតទប់ស្មារតីផ្ចង់សតិរបស់យើងហ្នឹងគឺតែមួយគត់តាក់ទងទៅនឹងដង្ហើមអញ្ចឹងពេលហ្នឹងអ្វីត្រូវបោះចោលទាំងអស់កុំគិតអីទាំងអស់មករៀនអ្នកខ្លះលក់ចាប់ព្រួយអ្នកខ្លះលក់នេះលក់នោះអញ្ចឹងទៅឡាគិតចំណេញគិតខាតអីអារម្មណ៍ល្វើល្វាយនឹកនេះនឹកនោះអាហ្នឹងអត់បានទេគឺត្រូវតែឲ្យកុំមកគិតតែម្ដង
អារម្មណ៍ឲ្យស្ងប់ហើយបដ ாய் ឲ្យគាត់បិទភ្នែកទៀតកុំឲ្យបើកភ្នែកទៅវាឃើញទឹកវាឃើញនេះវាឃើញនោះបិទភ្នែកទៅបិទភ្នែកចឹងទៅទប់ស្មារតីឲ្យជាប់ហើយមានអារម្មណ៍ថាមានតែឯងប៉ុណ្ណោះហើយប្រើប្រាស់ធម្មពលខ្យល់របស់យើងចេញមកតិចរហូតម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតរហូតដល់ធ្វើបានចឹងដំណាក់កាលហ្នឹងវាពឹងលើខ្លួនឯងទាំងស្រុងម្ដងមិនអាចគ្រូពីណាមកបកកែស័ក្តិសិទ្ធិអីយ៉ាងម៉េចក៏មិនអាចមកបញ្ចូលសិលឲ្យយើងបានចេះអ្វីដោយគ្រូថានឹងបានទេគឺខ្លួនឯងហ្នឹងឯងចឹងកតាបុគ្គលនេះនៅពេលណាដែលអ្នកណាក៏ដោយឲ្យតែគាត់អាចកសាងធម៌ពលនៃកតាបុគ្គលខ្លួនឯងបានណាអ្នកនឹងធ្វើអីក៏លះលហួនដែរលហួនហើយតែនាំមកនៅជោគជ័យជានិច្ចបាទអរគុណចំពោះបងប្អូនដែលបានចំណាយពេលតាមដានស្ដាប់វីដេអូនេះបាទជូនពរសុខភាពល្អ